អីក៏សាហាវយ៉ាងនេះអតិថិជនម្នាក់ដែលជាអ្នកចំពាក់លុយធនាគារហើយបុគ្គលិកធនាគារភេទស្រីរូបនេះបានទៅទាលុយបែរជាអតិថិជនសម្លាប់បុគ្គលិកធនាគារហើយប្រឡាក់អំបិលទៀតអូយមានអាសម្លាប់ហើយប្រឡាក់អំបិលទៀតឈួតអីក៏ឈួតយ៉ាងហ្នឹងហើយយកសពទៅកប់ក្បែរបង្គន់ក្រោយផ្ទះអូយរឿងនេះរឿងប៉ិតបងប្អូនកើតឡើងចាគឺនៅខាងភូមិរិស័យឃុំស្វាយភ្លឹងខរអូយបងប្អូនហើយខ្ញុំវាភ័យពេកដល់ញ័រមាត់និយាយលេខត្រូវហើយនេះស្រុកតាំងកោកខេត្តកំពង់ធំសពនារីរងគ្រោះគឺមានឈ្មោះហ៊ីមទីណាអាយុ22ឆ្នាំអូយបងប្អូនទាំងអស់គ្នាអើយថ្មីហ្មងករណីនេះគឺអត់ដែលមានមកអត់ដែលមានទេពីមុនមកប្រឡាក់អំបិលអាសូរតែមានគំនុំគុំគួនស្អប់ខឹងរឿងអីទៅខ្លួនឯងទៅពាក់លុយគេសោះហើយគេទៅទាហើយគ្នាជាបុគ្គលិកគេនេះបុគ្គលិកធនាគារបងប្អូនជនរងគ្រោះនាងទៅទាលុយពីជនដៃដល់ដែលជាឃាតករហ្នឹងគឺទៅតែតាមទូនីតិទៅតាមតែគេប្រើហេតុអីបានធ្វើអញ្ចឹងដាក់នាងហើយខ្ញុំឆ្ងល់មួយទៀតបងប្អូនធនាគារអីគេនឹងបងប្អូនឲ្យមនុស្សស្រីបុគ្គលិកភេទស្រីទៅទាលុយគេនិយាយទៅខ្ញុំអត់ដែលឃើញហ្មងខ្ញុំអត់ដែលឃើញបុគ្គលិកធនាគារភេទស្រីទៅទាលុយតាមស្រុកតាមភូមិតាមផ្ទះពីអតិថិជនទេខ្ញុំឃើញតែបុគ្គលិកភេទប្រុសនឹងគឺផ្នែកទាលុយបងប្អូនចាគឺឃើញតែបុគ្គលិកភេទប្រុសហើយភេទស្រីបើសិនជាករណីគាត់ទៅគឺក៏គាត់ទៅមានគ្នាដែរចាគាត់ទៅជាមួយនឹងលោកគ្រូផ្សេងទៀតឬក៏អ្នកគ្រូផ្សេងទៀតមិនមែនទៅម្នាក់ឯងទេខ្ញុំអត់ដឹងថាតើក្នុងករណីនេះគាត់ទៅម្នាក់ឯងឬក៏ទៅជាមួយអ្នកណាគឺមិនទាន់ដឹងទេពីព្រោះថាព័ត៌មានបឋមដែលនាងខ្ញុំយោងប្រភពព័ត៌មានពី Town News ចាអញ្ចឹងព័ត៌មានអាប់ដេតឬក៏ព័ត៌មានលម្អិតជុំវិញនឹងករណីនេះយ៉ាងណានោះនាងខ្ញុំនឹងជម្រាបជូនបន្ថែមទៀតនៅពេលក្រោយបងប្អូនហើយខ្ញុំក៏ចង់ដឹងដំណើររឿងនឹងយ៉ាងណាដូចគ្នាបងប្អូនសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះមនសៃហាអាយុ20ឆ្នាំត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគឺកំពុងតែស្រាវជ្រាវចាប់ខ្លួនចាអញ្ចឹងបានន័យថាចាប់ខ្លួនអត់ទាន់បានទេកំពុងរត់គេចខ្លួនហើយសាកសពនេះបងប្អូនមើលនេះរុំជាមួយនឹងភួយយកទៅជីកដីកប់បើតាមការសង្ស័យបងប្អូននេះគ្រាន់តែជាការសង្ស័យទេសង្ស័យថាប្រហែលជាអាចរំលោភទៀតរំលោភឲ្យសម្លាប់ហ្មងក៏ថាបានដែរពីព្រោះថាលក្ខណៈសម្លាប់បំបិតផោះតាងបើគ្រាន់តែទៅទាលុយឲ្យខឹងសម្លាប់ដូចជាវាមិនងាយចាវាមិនងាយដល់ថ្នាក់ហ្នឹងបងប្អូនចាប្រហែលជាឃើញអ្នកគ្រូដែលគាត់ជាបុគ្គលិកធនាគារនឹងស្អាតផងអីផងអញ្ចឹងទៅហើយក៏ចៃដន្យគាត់ទៅទាលុយហើយក៏មានបំណងធ្វើរឿងអញ្ចឹងក៏សម្លាប់ហ្មងក៏ថាបានចាប់មើលពេលដែលសមត្ថកិច្ចជំនាញចាប់បានឃាតករសិនវាឆ្លើយសារភាពបែបម៉េចបងប្អូនយើងមិនដឹងព័ត៌មានច្បាស់ថាតើសាកសពសម្រាប់ប្រហែលថ្ងៃហើយនៅអាចកសលវិច័យដឹងឬអត់ថាសាកសពគឺត្រូវបានគេរំលោភដែរឬអត់នោះយើងអត់ទាន់ដឹងទេបងប្អូនចា